តើយើងមកដឹងសាច់រឿងខ្លះៗបន្ថែមទៀតនៅក្នុងភាគទី190រឿងរបស់សៀវយិនឬក៏ប្រយុទ្ធកម្មមីឃាដែលសាច់រឿងដំបូងនោះគឺបន្ទាប់ពីវាយគ្នាអស់មួយប្រៅមកគឺយើងឃើញថាសៀវឈិនពិតជាខ្លាំងមែនជាយ៉ាងរួមដៃជាមួយគ្នាជាមួយនឹងព្រឹទ្ធាចារ្យគូណានហៃហើយក៏នៅតែចាញ់ប្រៀបទៀតដែលពួកគេសុទ្ធតែជាដូសឹងផ្កាយ4តតែបានក្រុមរបស់សៀវយិនចូលរួមបន្ថែមទើបអាចបំបាក់បានរហូតតតែសៀវឈិនសម្រាប់ចិត្តប្រើនៅស្នាមសាក់នៃគ្រួសាររបស់គេនៅពេលដែលសៀវយិនយើងបានឃើញភ្លាមអាការៈទៅមុខគេក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលមួយរំពេចបេះដូងរបស់គេចាប់ផ្ដើមលូតញាប់ពីព្រោះគេគិតថារូបគេផ្ទាល់គួរតែជាមនុស្សតែម្នាក់គត់ដែលមាននៅស្នាមសាក់នៃគ្រួសារតកូសៀវនេះហើយដើម្បីបានជាមាននៅលើបុគ្គលសម្ងាត់ម្នាក់នេះដែរស៊ុនឃើញភ្លាមក៏បាននិយាយទៅកាន់សៀវយិនកករបស់នាងថាតែគាត់អាចជាបុព្វបុរសនៃគ្រួសារតកូសៀវដែរទេសៀវឈិនដែលកំពុងតែឈរនៅលើអាកាសក៏បានក្រវែងពូថៅរបស់គេភ្លាមមួយរំពេចបណ្ដាលឲ្យធម្មពលខែដូជីរបស់ឈីយ៉ាននិងគូណានហៃត្រូវបានកំទេចពួកគេខ្ទាតប៉ាំងថយក្រោយនឹងអាការៈទឹកមុខស្រេកស្លាំងដែលមិនឲ្យខាតពេលយូរសៀវឈិនក៏បានលេចរូបរាងម្ដងទៀតនៅពីលើក្បាលរបស់ពួកគេបំរុងនឹងក្រវែងពូថៅរបស់គេម្ដងទៀតចំពោះសៀវយិននៅពេលដែលឃើញភ្លាមក្តាប់ដៃរបស់គេបន្តិចហើយយើងក៏បានឃើញគេលេចរូបរាងម្ដងទៀតនៅពីមុខឈីយ៉ាននិងប្រតិចារគូណានហៃស្របពេលដែលប្រើស្នាមសាក់នៃគ្រួសាររបស់គេផងដែរទាំងពូថៅក៏ដូចជាសៀវឈិនក៏ត្រូវបានស្កប់ភ្លាមនៅពេលដែលឃើញស្នាមសាក់របស់សៀវយិនហើយសៀវយិនឃើញហើយគេរៀងធូរចិត្តបន្តិចស្របពេលដែលគេសម្លឹងមើលទៅសៀវឈិនរួចបាននិយាយថាតើអាចឲ្យខ្ញុំស្គាល់ឈ្មោះរបស់លោកបានទេចំពោះខ្ញុំឈ្មោះសៀវយិនមកពីគ្រួសារតកូសៀវកែវភ្នែករបស់សៀវឈិនបានបង្ហាញឲ្យយើងឃើញថាគេចាប់ផ្ដើមដឹងខ្លួនបន្តិចដែលបណ្ដាលមកពីធម្មពលនៃចំហាយខ្សែឈាមរបស់ពួកគេគ្រួសារសៀវអញជាសមាជិកគ្រួសារសៀវសៀវយិនលើហើយប្រញាប់ងក់ក្បាលសៀវឈិនក៏និយាយបន្តថាចាស់យើងជាអ្នកណាគេវិញស្រាប់តែរំពេចនោះគូណានហៃនៅពីក្រោយក៏បានស្រែកនិយាយថាលោកគឺជាសៀវឈិនអ្នកលេងពូថៅលោហិតស៊ុនក៏បានប្រញាប់សួរបន្តតើព្រឹទ្ធាចារ្យគូណានហៃជាមិត្តជាមួយគាត់ឬព្រឹទ្ធាចារ្យគូណានហៃក្រវីក្បាលមិនមែនទេគ្រាន់តែខ្ញុំបានឃើញពូថៅពណ៌លោហិតនេះនៅក្នុងសៀវភៅបុរាណគ្រួសារតកូសៀវបានបង្កើតបុគ្គលកម្ពុជាជាច្រើនកាលពីមុនអាវុធដែលបុគ្គលម្នាក់នេះប្រើគ្មានអីក្រៅពីពូថៅដ៏ធំពណ៌លោហិតនេះទេសៀវឈិនអាចនិយាយបានថាគេគឺជាមនុស្សម្នាក់ពោពេញទៅដោយសមត្ថភាពហើយក៏ជាបងប្អូនជីដូនមួយជាមួយនឹងសៀវស៊ុនផងដែរក្រោយមកក៏ត្រូវបានបាត់ដំណឹងដោយគ្មានមូលហេតុមិននឹកស្មានថាគេនៅទីនេះសោះសៀវយិនឈរសំចឹងគិតមួយសន្ទុះនៅក្នុងចិត្តគេថាដូច្នេះបុគ្គលម្នាក់នេះក៏ជាបុព្វបុរសនៅក្នុងគ្រួសារតកូសៀវរបស់គេម្នាក់ផងដែរនៅខណៈពេលនេះទឹកមុខរបស់សៀវឈិនបង្ហាញពីភាពស្រពេចស្រពិលនិងវង្វេងហាក់ដូចជាកំពុងតែប្រឆាំងជាមួយនឹងកម្លាំងអ្វីមួយអញ្ចឹងព្រឹទ្ធាចារ្យគូណានហៃឃើញហើយក៏ប្រាប់ភ្លាមថាគេកំពុងតែប្រឆាំងជាមួយនឹងការគ្រប់គ្រងនៃអណ្ដាតភ្លើងការជុកមិនសុទ្ធអរិយនៅខណៈពេលនោះភ្លាមដុំពន្លឺនៅលើថ្ងាសរបស់សៀវយិនស្រាប់តែមានពន្លឺចាំងមួយរំពេចធ្វើឲ្យអាការៈទឹកមុខរបស់សៀវយិនបង្ហាញពីភាពសប្បាយរីករាយហើយក៏បានយកដៃរបស់គេទៅដាក់លើស្មារបស់សៀវឈិនដែលកំពុងតែរើបបំរាស់ពីកម្លាំងគ្រប់គ្រងរបស់ភ្លើងបន្សុទ្ធអរិយនេះបណ្ដាលឲ្យភាពឈឺចាប់ទាំងប្រមាណរលាយបាត់ភ្លាមសៀវឈិនសម្លឹងមើលមុខសៀវយិននៅក្នុងអាការៈស្មុគស្មាញបន្តិចរួចនិយាយដោយសំឡេងស្អកៗរបស់គេថាតើគ្រួសារសៀវឥឡូវនេះយ៉ាងម៉េចហើយសៀវយិនដកដង្ហើមធំបន្តិចរួចនិយាយគ្រួសារសៀវលែងមានទៀតហើយបុព្វបុរសបន្ទាប់មកសៀវយិនក៏បានរៀបរាប់បន្ថែមនៅរឿងរ៉ាវដែលបានកើតឡើងជាបន្តបន្ទាប់សៀវឈិនស្ដាប់យ៉ាងយកចិត្តទុកដាក់ស្របពេលដៃរបស់គេក្តាប់យ៉ាងណែនបណ្ដាលឲ្យហូរឈាមរួចនិយាយដោយសំឡេងញ័រញ័រមួយប្រយោគថាសម្បីតែបងប្រុសធំសៀវស្វ័នក៏ត្រូវស្លាប់ដែរសៀវយិនឈរស្ងាត់មួយសន្ទុះរួចក៏បាននឹកឃើញនិយាយថាទីនេះគឺជាដែនអាណាចក្រនៃភ្លើងអរិយសូមបុព្វបុរសជួយនាំពួកយើងទៅរកវាផងបានទេសៀវឈិនក្រវីក្បាលពួកឯងទាំងអស់គ្នាមិនមែនជាដៃគូនឹងអណ្ដាតភ្លើងសួរនេះទេសៀវយិនញញឹមរួចតបតែបើបន្តនៅទីនេះក៏ពួកយើងគ្មានផ្លូវរស់រានមានជីវិតដែរសៀវឈិនអស់អីតបក៏សម្រេចចិត្តនាំពួកគេទៅគ្រប់គ្នាតាមពីក្រោយដោយស្ងៀមស្ងាត់រហូតដល់ទ្វារមួយដែលនៅពីក្រោយទ្វារនេះយើងឃើញកាំចដាលឡើងយ៉ាងវែងអន្លាយហើយនៅចុងបញ្ចប់វាគឺជាបល្ល័ង្កថ្មដ៏ធំមួយសៀវយិនឃើញហើយញញឹមនឹងបន្តឡើងកាំចដាលនោះមួយចំពោះអ្នកផ្សេងទៀតរៀងស្ទាក់ស្ទើរបន្តិចហើយក៏បានដើរតាមពីក្រោយរួមទាំងសៀវឈិនផងដែរជិតដល់ចុងបញ្ចប់ក្រុមគេក៏បានឃើញបុគ្គលម្នាក់នៅក្នុងសម្លៀកបំពាក់រ៉ូបពណ៌សកំពុងអង្គុយនៅលើបល្ល័ង្កនោះចំហាយអណ្ដាតភ្លើងព្រឿងហោះក្រឡឹងជុំវិញគេស្រាប់តែរំពេចនោះបុគ្គលម្នាក់នេះក៏បានបើកភ្នែកស្របពេលញញឹមបន្តិចរួចនិយាយពួកឯងនឹងអាចយកអេសិនអណ្ដាតភ្លើងអរិយនេះបើសិនជាយកឈ្នះយើងបានបើមិនអញ្ចឹងទេនឹងត្រូវនៅទីនេះខ្លាចជាទាសករភ្លើងរបស់យើងជារៀងរហូតសៀវយិនដកដង្ហើមមួយដោយតបថាមើលទៅលោកបានទទួលការស្នងមរតកទាំងអស់ហើយពីព្រឹទ្ធាចារ្យផ្កាឈូកបន្សុទ្ធអរិយបើមិនអញ្ចឹងទេលោកប្រហែលមិនអាចវឹកហាត់វិជ្ជាអបឋានសួគ៌សុបិនអាក្រក់ដល់កម្រិតខ្ពស់បែបនេះបានទេខ្ញុំទទួលស្គាល់ថារូបភាពបំផុតភ្នែកដែលលោកបានបង្កើតគឺវាមើលទៅពិតជាងដើមឈើព្រះពោធិសត្វបុរាណបង្កើតទៅទៀតតែទោះជាយ៉ាងណាវានៅតែជារូបភាពបំផុតភ្នែក
ធ្វើឲ្យស្នាមញញឹមនៅលើផ្ទៃមុខរបស់បរិសរ៉ូបសក៏បានបាត់ប្រែមកជាភាពត្រជាក់សម្លក់មករកសៀវយៀនស៊ុនអើលឺហើយក៏ភ្ញាក់ព្រឺតតែលោកបងចង់មានន័យថាពួកយើងកំពុងតែនៅក្នុងដែនបំផន់ភ្នែកសៀវយៀនក្រវីក្បាលរួចតបពួកយើងទាំងអស់គ្នាគឺពិតបុព្វបុរសសៀវឈិនក៏ពិតដូចគ្នាតែទោះជាយ៉ាងណាពួកយើងគឺកំពុងតែនៅក្នុងដែនបំផន់ភ្នែកនេះហើយគឺជាវិជានៃអាបឋានសួគ៌សបិនអាក្រក់ដ៏គួរឲ្យខ្លាចញញើសរបស់វាបើយើងនៅតែបន្តនៅក្នុងដែនរបស់វាជាចុងក្រោយនឹងខ្លាចជាទេសកលជាក់ជាមិនខានបុគ្គលអាវសនៅលើបល្ល័ង្កលឺហើយជ្រុលចិញ្ចើមរួចសួរទៅសៀវយៀនមិនក៏ឯងយល់ច្បាស់ពីអាបឋានសួគ៌សបិនអាក្រក់នេះម្ល៉េះសៀវយៀនញញឹមដោយមិនតបតរួចដៃគេក៏បានអង្អែលថ្ងាសរបស់គេបន្តិចបុគ្គលអាវសបន្តសម្លក់មករកសៀវយៀនទៀតស្របពេលដែលបញ្ចេញនៅចំហាយភ្លើងព្រឹងពីរាងកាយគេយ៉ាវឡាឃើញហើយក៏ប្រញាប់សួរបើវាជាការបំផន់ភ្នែកមែនតែយើងធ្វើមិនទៅអាចបំបីវាបានសៀវយៀនក៏បានបញ្យល់មួយថាកម្លាំងធម្មពលរបស់គេនៅទីនេះគឺត្រូវបានកំណត់ដោយការកើតនៅក្នុងចិត្តរបស់យើងនោះទេបើយើងគិតថាគេខ្លាំងនោះយើងនឹងមិនអាចបំបាក់គេបាននោះទេទឹកមុខបុគ្គលអាវសផ្លាស់ប្ដូរមួយរំពេចនៅពេលដែលឮសម្ដីរបស់សៀវយៀនហើយគេស្រែកដោយកំហឹងថាឯងចង់ស្លាប់ឬស្របពេលដែលលេខរូបរាងនៅពីលើក្បាលរបស់សៀវយៀនយើងក៏ឃើញចំហាយភ្លើងបំលែងទៅជាលំពែងអាគីដ៏វែងរួចវាក៏បានក្រវល់ទម្លុះលំហតម្រង់មករកក្រុមរបស់ពួកគេសៀវយៀនស្រែកយ៉ាងលឺថាអ្នកទាំងអស់គ្នាក៏បញ្ចេញធម្មពលដូចជាមកការពារគ្រាន់តែចាត់ទុកថាគេគឺជាឆ្កែដ៏អត់ប្រយោជន៍មួយក្បាលនៅក្នុងចិត្តរបស់ពួកយើងទៅបានហើយស្រាប់តែរំពេចនោះលំពែងដែលកំពុងតែធ្លាក់មកនោះរលាយមួយរំពេចធ្វើឲ្យអាការៈបរិសអាវសកាន់តែក្តៅឆេះឈរឡើងរាងកាយរបស់គេក៏ចាប់ផ្ដើមបង្ហាញឲ្យយើងឃើញថាវាគឺជារូបភាពបំផន់ភ្នែកពិតមែននៅពេលនេះគេមិននឹកស្មានថាសៀវយៀនរបស់យើងអាចរកវិធីសាស្ត្រដើម្បីកំសោយកម្លាំងធម្មពលរបស់គេលឿនយ៉ាងដូចនេះនោះទេដែលមិនឲ្យខាត់ពេលយូរសៀវយៀនក៏បានចាប់ផ្ដើមបំបែកត្រាក្បួនសបិនអាក្រក់នេះធ្វើឲ្យអាការៈបរិសអាវសភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀតមិនក៏ឯងដឹងពីវិធីបំបែកត្រាក្បួននេះនៅពេលដែលវាត្រូវបានបំបែកយើងក៏បានឃើញសមុទ្រនៃបណ្ដុំភ្លើងយ៉ាវឡើងឃើញហើយនិយាយកុំប្រាប់ណាថាវានៅតែជាដែនបំផន់ភ្នែកសៀវយៀនញញឹមរួចតបគេគ្មានសមត្ថភាពដល់ម្លឹងទេលោកគ្រូសោះតែភ្លាមនោះសៀវឈិនក៏បានស្រែកយ៉ាងលឺម្ដងទៀតថាអណ្ដាតភ្លើងអរិយចង់គ្រប់គ្រងខ្ញុំម្ដងទៀតហើយសៀវយៀនលឺហើយទឹកមុខគេក៏ផ្លាស់ប្ដូររួចគេបន្តគិតនៅក្នុងចិត្តថាប្រសិនបើគេអាចជួយសៀវឈិនរំដោះចេញពីការគ្រប់គ្រងរបស់អណ្ដាតភ្លើងអរិយនេះបានសៀវឈិនប្រកាសណាស់គឺពិតជាជំនួយដ៏ល្អម្នាក់ស្រាប់ពេលដែលកុលសម្ព័ន្ធវិមានអាការរបស់គេគឺកំពុងតែខ្វះខាតនៅជើងខ្លាំងស្រាប់ស្រាប់តែរំពេចនោះអាដុំពលឺនៅលើថ្ងាសរបស់គេក៏ចាំងភ្លើងតិចខណៈពេលដែលសៀវយៀនកំពុងតែរត់ដំណោះស្រាយធ្វើឲ្យទឹកមុខគេប្រែមកភ្ញាក់ផ្អើលភ្លាមគេក៏បានយកដៃរបស់គេទៅដាក់នៅលើថ្ងាសរបស់សៀវឈិនហើយរាងកាយព្រលឹងក៏ចេញមកដើម្បីគូសញ្ញាទៅលើថ្ងាសបន្ថែមទៀតបណ្ដាលឲ្យភាពឈឺចាប់នៅលើមុខសៀវឈិនថមថយវិធីនេះគ្រាន់តែអាចជួយសម្រួលបានមួយគ្រាតែប៉ុណ្ណោះបើចង់ឲ្យដោះដាច់គឺត្រូវតែកម្ចាត់អណ្ដាតភ្លើងអរិយនោះស្រាប់តែនៅគណៈពេលនេះពេលដែលសៀវយៀនរបស់យើងបានបំបែកក្បួនត្រាអាប់សបិនអាក្រក់រួចហើយយើងឃើញថាមានមនុស្សជាច្រើនក៏បានលេចរូបរាងចេញមកដូចគ្នាហើយពួកទាំងអស់នេះគឺសុទ្ធតែជាអ្នកហាត់គុណដែលបានចូលមកដំណើរនឹងសៀវយៀនរបស់យើងនោះរួមទាំងក្រុមហ៊ុនមេရှឹងផងដែរប្រសិនបើដែនបំផន់ភ្នែកមិនត្រូវបានបំបែកដោយសៀវយៀនយើងនោះទេម្ល៉េះពួកទាំងអស់នេះមិនដឹងថាពួកគេកំពុងតែនៅក្នុងនេះឡើយស្រាប់ពេលដែលសៀវយៀនសម្លឹងមើលទៅឆ្ងាយមើលទៅបង្គោលដុំភ្លើងមួយទៀតដែលកំពុងតែផុសចេញពីសមុទ្រភ្លើងគេកំពុងតែសម្លឹងមើលទៅបរិសអាវសដែលបានលេចរូបរាងនៅពីមុខគេម្ដងទៀតនេះហើយគឺជាអណ្ដាតភ្លើងការជួបបន្សុទ្ធអរិយពិតប្រាកដទីតាំងទាំងមូលក៏ប្រែមកសភាពស្ងប់ស្ងាត់ខណៈពេលដែលគ្រប់គ្នាកំពុងតែសម្លឹងមើលមកបុគ្គលអាវសម្នាក់នេះកែភ្នែកម្នាក់ពុបពេញទៅដោយភាពរំភើបរីករាយនិងលុបលន់ចំពោះប្រធានសាបលឹងឬក៏ហ៊ុនមេရှឹងវិញគេក៏បាននិយាយថាមនុស្សស្មានថាឯងជំនាញនៅក្នុងការប្រើវិជាអាបឋានសួគ៌សបិនអាក្រក់ដល់ចំណុចកំពូលនៅក្នុងរយៈពេលត្រឹមតែ 1000 ឆ្នាំបែបនេះទេ